សួស្តីបងប្អូនហើយថ្ងៃនេះខ្ញុំមើលបងប្អូនមកមើលដើមខ្នុររបស់ខ្ញុំនៅស្រុកស្រែបណ្ដើមបងប្អូនគឺផ្លែច្រើនណាស់បងប្អូនផ្លែតាំងពីគល់រហូតដល់ចុងតែម្ដងមកដើមហ្នឹងមិនក្រោម10ផ្លែជាងទេបងប្អូនតែជាក់ស្ដែងគឺផ្លែខ្លះណាក៏ធ្លាក់គ្រាន់តែផ្លែធ្លាក់គឺច្រើនដែរចូល5 6ផ្លែហើយដើមខ្នុរនេះវាយូរឆ្នាំដែរបងប្អូនវាចូលតាំងពីខ្ញុំគឺធំដឹងក្តីមកគឺឃើញដើមខ្នុរនឹងតែម្ដងនឹងបងប្អូនជាស្ដែងមើលផ្លែវាគឺដល់ដីហើយនោះធ្លាក់4 5ផ្លែចូលយកចោលខ្លះបងប្អូនហើយបើយើងទៅលើវិញគឺហើយខ្នុរនេះគឺខ្នុរផ្អែមបងប្អូនផ្អែមគេហៅខ្នុរដែលមានខ្នុរបាយស្រាយណាបងប្អូនគឺផ្លែវាធំហើយនេះចិត្តទុំហើយមើលតាំងពីដើមមកបងប្អូនតាំងពីលើមកមិនតិចផ្លែទេក៏លើហ្នឹង5 6ផ្លែបាទ5 6ផ្លែនៅក្រោមកណ្ដាលនេះចូល5 6ផ្លែទៀតហើយនៅនឹងគល់ហ្នឹងចូល3 4ផ្លែទៀតហើយនៅធ្លាក់ដីទៀតគឺច្រើនបងប្អូនហើយនេះគឺខ្នុរធម្មជាតិបងប្អូនហើយខ្ញុំចង់បង្ហាញពីដើមខ្នុរផ្ទះខ្ញុំតែប៉ុណ្្នឹងឯងបងប្អូន